ប្រិមិត្តអ្នកស្ដាប់ជាទីរាប់អានអ៊ីស្រាអែលនៅតែបន្តបាញ់ប្រហារទៅលើប្រជាជនប៉ាឡេស្ទីនដោយរំលោភនៅបទឈប់បាញ់ទីក្រុងកាហ្សាតំបន់អាល់ម៉ាវ៉ាស៊ីជំរំភាសករបស់ជនជាតិប៉ាឡេស្ទីននៅទីក្រុងរ៉ាហ្វាសុទ្ធតែរងការវាយប្រហារតាមរយៈផ្លូវអាកាសនិងការបាញ់ប្រហារពីកងទ័ពរបស់អ៊ីស្រាអែលការវាយប្រហារនិងការបាញ់មកលើប្រជាពលរដ្ឋប៉ាឡេស្ទីនព្រមទាំងការវាយប្រហារតាមអាកាសនិងអាវុធធំៗបានបន្តកើតឡើងជាប្រចាំហើយអ៊ីស្រាអែលក៏បានរំលោភនៅបទឈប់បាញ់ដែលចេញដោយប្រធានាធិបតីដូណាល់ត្រាំក៏ដូចជាអង្គការសហប្រជាជាតិគឺគ្មានប្រសិទ្ធភាពនោះឡើយសង្គ្រាមប្រឡាយពូជសាសន៍លើដែនដីរបស់ប៉ាឡេស្ទីនពីសំណាក់កងទ័ពរបស់អ៊ីស្រាអែលគឺគ្មានថ្ងៃបញ្ឈប់នោះឡើយសារព័ត៌មានប៉ាឡេស្ទីនវ៉ាហ្វាបានលើកឡើងថាការបាញ់ពីយន្តហោះដ្រូនរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានបង្កឲ្យប្រជាពលរដ្ឋនៅតំបន់ហ្សៃទូនភាគខាងត្បូងនៃទីក្រុងកាហ្សាយ៉ាងហោចណាស់ចំនួន2នាក់រួមទាំងក្មេងស្រីម្នាក់បានរងរបួសដោយការបាញ់ប្រហារពីទ័ពអាកាសរបស់អ៊ីស្រាអែលមកលើតំបន់វ៉ាហ្វាស៊ីមានការរាយការណ៍អំពីការរងរបួសបន្ថែមទៀតនៅតំបន់នោះដែលកងកម្លាំងអ៊ីស្រាអែលកំពុងតែបាញ់សន្ទ្រប់ជាច្រើនលើកច្រើនសារចេញពីមន្ទីរពេទ្យ Al Ali Arab Hospital ខាងកើតនៃទីក្រុងកាហ្សាបានលើកឡើងថាប្រជាពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់បានរងរបួសដោយការបាញ់ប្រហារពីកងកម្លាំងអ៊ីស្រាអែលតាមរយៈដ្រូនដូចជាតាមរយៈមីស៊ីលនិងយន្តហោះចម្បាំងផ្សេងៗនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ NASA វិជ្ជបណ្ឌិតបានបញ្ជាក់ថាប៉ាឡេស្ទីន2នាក់ទៀតបានរងរបួស